ព្រះគម្ពីរចោទិយកថាឥឡូវនេះពួកអ៊ីស្រាអែលជិតនឹងចូលទៅក្នុងទឹកដីកាណានដូច្នេះព្រះជាម្ចាស់ត្រូវណែនាំពួកគេឲ្យបានលំអិតពួកគេអាចរស់នៅដោយសុខសាន្តនៅក្នុងទឹកដីសន្យានោះប្រសិនបើពួកគេបានយល់ពីការដឹកនាំរបស់ព្រះជាម្ចាស់ហើយដឹងពីព្រះហឫទ័យរបស់ទ្រង់និងស្ដាប់បង្គាប់តាមបំណងព្រះហឫទ័យរបស់ទ្រង់ដូច្នេះយើងឃើញថាលោកម៉ូសេរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់ពួកគេដែលបានកន្លងផុតហើយជួយរំលឹកអំពីក្រឹតវិន័យឡើងវិញគាត់ខំដាស់តឿនពួកគេឲ្យស្ដាប់បង្គាប់ហើយព្រមានពួកគេអំពីការថ្វាយបង្គំរូបព្រះនិងការលាយឡំជាមួយនឹងសាសដទៃដោយព្រោះជំនាន់ថ្មីបានកើតឡើងតាំងពីពេលចាប់ផ្ដើមធ្វើដំណើរទៅកាន់ទឹកដីកាណានវាជាការចាំបាច់ណាស់ដែលពួកគេរៀនពីកំហុសពីអតីតកាលហើយយល់ច្បាស់ពីក្រឹតវិន័យលើសពីនេះទៅទៀតលោកម៉ូសេបានឲ្យពួកគេនៅក្រឹតវិន័យនិងការណែនាំបន្ថែមទៀតដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តនៅក្នុងទឹកដីសន្យាជាពិសេសតាក់ទងទៅនឹងការថ្វាយបង្គំរូបព្រះការថ្វាយបង្គំទ្រង់ហោរាក្លែងក្លាយការជ្រើសរើសស្ដេចនិងការធ្វើសង្គ្រាមលទ្ធផលនៃការស្ដាប់បង្គាប់និងការមិនស្ដាប់បង្គាប់ត្រូវបានបកស្រាយយ៉ាងលម្អិតនៅក្នុងផ្នែកបញ្ចប់នៃកាន់គម្ពីរនេះនិយាយអំពីអនាគតរបស់សាសអ៊ីស្រាអែលបន្ទាប់មកលោកម៉ូសេបានឲ្យពរដល់ពូជអម្បូរទាំង12នៅពេលដែលសេចក្តីស្លាប់របស់លោកជិតមកដល់ព្រះជាម្ចាស់បានកប់សាកសពគាត់នៅក្នុងភ្នំមួយដែលគ្មានអ្នកណាដឹងនៅស្រុកម៉ូអាប់ហើយលោកយ៉ូស្វេក៏ត្រូវបានតែងតាំងឲ្យធ្វើជាអ្នកដឹកនាំជំនួសលោកម៉ូសេ